อันนี้คือ Air ឆ្នាំ2025បងប្អូនអរគ្នាអានេះគឺចេញចុងក្រោយគេបអស់ហ្មងប្រភេទពួក MacBook Air នេះហើយប្រភេទម៉ាស៊ីននៅក្នុងដៃរបស់ខ្ញុំនេះគឺពណ៌វាគឺពណ៌ប្រភេទពួកផ្ទៃមេឃស្រាលបងប្អូនអរគ្នារបៀបសបន្តិចអីបន្តិចរបៀបផ្ទៃមេឃស្រាលបងប្អូនអរគ្នាស្អាតមែនតើ condition អានេះគឺអេមនិយាយទៅស្អាតដូចថ្មីអញ្ចឹងបងប្អូនអរគ្នាអានេះគឺសាកថ្មគឺបានតែ3ដងទេអាហ្នឹងគឺ cycle count វា3ដងនិយាយទៅគឺប្រើនិយាយទៅអ្នកម្ចាស់មុនគឺដូចអត់ប្រើអញ្ចឹងប្រើដូចអត់ប្រើនេះបងប្អូនអរគ្នាខ្ញុំទិញមកគឺបានទាំងប្រអប់ទៀតនេះបងប្អូនអរគ្នាមើលបានទាំងប្រអប់បានទាំងឆ្នាំងសាកសីនមកវិញទាំងអស់នេះខ្ញុំបើកឲ្យបងប្អូនទាំងអស់គ្នាមើលអូវារៀងឆ្អៀតអញ្ចឹងប្រហែលបើកតិចចាំតិចបងប្អូនទាំងអស់គ្នានេះណានេះប្រអប់របស់វាបងប្អូនទាំងអស់គ្នានេះឃើញទេមកទាំងសភៅណែនាំមកទាំងឆ្នាំងសាកសីនអីមកវិញទាំងអស់ឃើញអត់នេះឆ្នាំងសាកសីនខ្សែសីនសភៅណែនាំប្រអប់អីមកវិញឡើងមកចប់អានេះគឺសម្រាប់បងប្អូនដែលគាត់ចង់កាត់វីដេអូចង់យកទៅប្រើការងារទូទៅនិយាយទៅការងារអីក៏ប្រើបានដែរអានេះគឺ M4 បងប្អូនអរគ្នាមិនមែន M1 ឬក៏អីទេអានេះគឺដើរលឿនខ្លាំងមែនតើហើយតម្លៃក៏ពិសេសខ្លាំងដែរខ្ញុំទិញមកបានតែមួយដើមហ្នឹងឯងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការកុំព្យូទ័រប្រភេទពួក MacBook Air ឆ្នាំ2025អានេះគឺស្អាតខ្លាំងនិយាយទៅស្អាតដូចថ្មីហ្មង cycle count អីគឺតែ3ដងទេគឺប្រើដូចអត់ប្រើអញ្ចឹងបងប្អូនទាំងអស់គ្នាហើយមានតែមួយដើមហ្នឹងណាអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការណានេះខ្ញុំឲ្យមើល spec ឲ្យគៀកនេះឃើញទេបងប្អូនទាំងអស់គ្នា Apple M4 chip វាគឺ chip M4 ហើយនេះគឺប្រភេទពួក RAM 16GB storage 256គឺមានតែមួយដើមទេអញ្ចឹងបងប្អូនមានតម្រូវការវឺតលឿនមានតាមមួយគ្រាប់គត់ណាអូខេអរគុណច្រើន